បាទសូមគោរពលោកគ្រូអ្នកគ្រូណាជាគ្រូតន្ត្រីបុរាណទាំងសម័យកដាលបាទខ្ញុំបាទចេញមុខនេះមកសូមជម្រាបបំភ្លឺដល់សិស្សណាដល់កូនចំនួនក្រោយចៅចំនួនក្រោយឲ្យយល់ណាអំពីឧបករណ៍ភ្លេងខ្មែរនេះឧបករណ៍ភ្លេងខ្មែរបុរាណដែរក៏ប៉ុន្តែសម័យកណ្ដាលណានេះហៅថាទ្រសោទ្រសោនេះខ្ញុំរឹតយកខ្សែស្មើនេះហៅឧបករណ៍ទ្រសោជាឧបករណ៍ភ្លេងការសម័យកណ្ដាលណាហៅសម័យកណ្ដាលហើយមួយទៀតហើយទ្រដែរក៏ប៉ុន្តែហៅថាទ្រខ្មែរខ្សែ3ហើយទ្រខ្មែរខ្សែ3បើចឹងទីសូមឲ្យសិស្សណាកូនចៅជំនាន់ក្រោយយល់ឲ្យច្បាស់ហើយបែងចែកឲ្យដាច់នៃឧបករណ៍របស់ភ្លេងបុរាណខ្មែរនេះគេហៅថាឧបករណ៍ទ្រខ្មែរខ្សែ3ភ្លេងការសម័យបុរាណណាភ្លេងការបុរាណបើទ្រសោនោះនឹងសម័យកដាលនេះបុរាណណា